បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនដែលជាពិសេសបងប្អូនដែលតែងតែគ្រប់គ្រងនិងទស្សនារាល់វីដេអូរបស់ខ្ញុំទាំងបាទ YouTube ទាំង Facebook Page បាទថ្ងៃនេះគឺយើងលើកយកចំណេះដឹងការចិញ្ចឹមមួយចំណុចទៀតទាក់ទងនឹងការស៊ីចំណីឬក៏ស៊ីស្មៅទន្សាយហ្នឹងបាទអញ្ចឹងយើងលើកឡើងពីការឲ្យចំណីឲ្យវាឬក៏យើងនិយាយថាហេតុអីបានយើងត្រូវឲ្យទន្សាយយើងស៊ីស្មៅបងប្អូនហ្នឹងហើយបាទអញ្ចឹងសរុបរួមហេតុអ្វីបានយើងត្រូវឲ្យទន្សាយវាស៊ីស្មៅឬក៏បន្លែអីផ្សេងហ្នឹងបាទបងប្អូនឆ្ងល់ទេបងប្អូនបាទហេតុបានយើងចាំឲ្យវាស៊ីស្មៅវាមិនឲ្យវាស៊ីអីផ្សេងព្រោះអីពេកបងប្អូនខ្លះទៅគាត់ទិញចំណីទៅអីឲ្យវាស៊ីអញ្ចឹងណាបងប្អូនហ្នឹងហើយបាទអញ្ចឹងហេតុផលទី1ដែលយើងឲ្យវាស៊ីស្មៅនោះដើម្បីទី1គឺយើងចំណេញច្រើនបាទចំណាយតិចដោយសារស្មៅបាទយើងអាចរកបានដោយខ្លួនឯងបាទច្រូតកាត់តាមគិនផ្ទះក្រោយផ្ទះតាមមាត់អូតាមភ្លឺស្រែឬក៏តាមណាផ្សេងមិនខ្វះទាំងបងប្អូនស្មៅហើយទន្សាយនេះវាស៊ីស្មៅគ្រប់ប្រភេទបងប្អូនស្មៅអីក៏ស៊ីដែរឲ្យតែពពួកស្មៅបាទស្មៅអញ្ជៀនស្មៅក្បែកក្បាលស្មៅសេះស្មៅវរាំងកឆែតទឹកកឆែតគោកនិយាយទៅឲ្យតែពពួកស្មៅវាស៊ីទាំងអស់គ្រាន់តែថាពេលខ្លះអាស្មៅមួយចំនួនទៅវាស៊ីល្អវាឆ្ងាញ់វាអីចឹងណាហើយស្មៅឆ្លាស់ទៅវាស៊ីដែរតែវាមិនសូវស៊ីល្អបាទប៉ុន្តែវាស៊ីទាំងអស់ឲ្យតែពពួកស្មៅបាទទី1មិនថាយើងមិនបាច់អស់លុយយើងយកស្មៅដោយមិនបាច់អស់លុយចំណាយតិចតួចឬក៏យើងចំណេញច្រើនបាទយើងនិយាយចឹងទៅហើយទី2នោះមូលហេតុទី2គឺដោយសារធម្មជាតិរបស់សត្វទន្សាយវាស៊ីស្មៅវាសភាវៈរបស់វាពីកំណើតមកគឺវាស៊ីស្មៅហ្នឹងឯងដោយសារទន្សាយសិនជាទន្សាយវានៅព្រៃវាស៊ីតែស្មៅទេបងប្អូនដើរស៊ីស្មៅស៊ីអីលាស់ខ្ចីតាមព្រៃផឹកទឹកអន្សើមអីចឹងណាបាទតែដោយសារបងប្អូនយើងចិញ្ចឹមនៅផ្ទះនៅស្រុកនៅអីច្រើនទៅយើងចាក់ដាក់បន្លែផ្លែឈើឬក៏ចំណីខ្លះអីខ្លះអានេះអានោះអីចឹងឲ្យវាស៊ីទៅហើយវាស្អីក៏ស៊ីដែរបាទប៉ុន្តែធម្មជាតិរបស់វាគឺវានៅក្នុងព្រៃវាស៊ីតែស្មៅទេវាអត់មានផ្លែឈើឬក៏មានចំណីកញ្ចប់អីវាស៊ីទេបាទទី2ហើយទី3នោះធ្វើឲ្យវាសុខភាពល្អអញ្ចឹងស្មៅធ្វើឲ្យទន្សាយយើងសុខភាពល្អស៊ីទៅស៊ីជាប្រចាំរាល់ថ្ងៃមិនឲ្យវាមិនងាយឲ្យវាកើតជាជំងឺផ្សេងរាគរូសអីទេបងប្អូនស្មៅគឺល្អបើសិនយើងឲ្យស៊ីបន្លែស៊ីអីផ្សេងក្រៅពីស្មៅពពួកបន្លែតែស៊ីរងថ្ងៃច្រើនពេកអាចបណ្ដាលឲ្យរាគអាចហើយណាមួយទៀតធ្វើឲ្យទន្សាយរបស់យើងអត់សូវឡើងគីឡូទេបើស៊ីបន្លែច្រើនបាទតែពពួកស្មៅស៊ីសុខភាពល្អឡើងគីឡូហើយមិនងាយរាគរូសទេបងប្អូនហ្នឹងហើយអានេះជាបទពិសោធន៍របស់ខ្ញុំបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនមានចម្ងល់អីអាច comment នៅលើវីដេអូនេះបានខ្ញុំនឹងព្យាយាមឆ្លើយតបបាទអរគុណច្រើនបាទ